ជាដំបូងគេត្រូវយល់ថាប្រវត្តិនៃ Valentine ឬបព្វជិតរបស់ព្រះឈ្មោះថា Valentine ជាប្រវត្តិដែលមិនសូវមានគេស្គាល់ច្បាស់ដូចគ្នាទៅនឹងប្រវត្តិរបស់លោកតាណូអេនៅក្នុងបុណ្យគ្រិស្តសាសនាយ៉ាងដូចនេះដែរហើយប្រវត្តិនៃបុណ្យនេះអាចនឹងមានភាពខុសគ្នាខ្លះៗទៅតាមពេលវេលានិងការស្រាវជ្រាវរកឃើញនៃប្រវត្តិវិទូនានានិងទៅតាមការបម្រែបម្រួលនៃឆន្ទៈរបស់ព្រះវិហារសាសនាគ្រិស្តគេនៅចាំបានការពីប៉ុន្មានសតវត្សមុនគ្រិស្តសករាជដែលប្រវត្តិរបស់បុណ្យ Valentine's Day ទំនងជាបានចាប់ផ្ដើមចេញពីចក្រភពរ៉ូម៉ាំងដែលសពថ្ងៃជាប្រទេសអ៊ីតាលីនៅពេលនោះជនជាតិរ៉ូម៉ាំងបានយកថ្ងៃទី15ខែកុម្ភៈដើម្បីប្រារព្ធពិធីបុណ្យមួយឈ្មោះថា Lou Pascal ក្នុងន័យឧទ្ទិសឲ្យដល់អាទិទេពមួយអង្គព្រះនាមថា Phunus ព្រះអាទិទេព Phunus ជារាជសន្តិវង្សជំនាន់ក្រោយនៃព្រះអាទិទេពមួយអង្គទៀតព្រះនាមថា Saturn ប្រៀបនឹង Chrono ក្នុងព្រេងកថារបស់ជនជាតិ